បាទប្រជាកសិករបាទក្នុងឆ្នាំនេះបាទຕົកជន់ຕົកហើយពុកម៉ែបងប្អូនបាទពិបាកគ្រប់តែម្ដងបាទនេះគឺជាសកម្មភាពបាទចុះច្រូតស្រូវបាទចំនួន3ហាត់កន្លះពុកម៉ែបងប្អូនបាទហើយតម្លៃស្រូវបាទនៅក្នុងឆ្នាំនេះបាទក៏មិនល្អទេពុកម៉ែបងប្អូនបាទហើយតម្លៃនៅខាងខេត្តស្ទឹងត្រែងបាទគឺតម្លៃត្រឹមតែបាទគឺ550ទេពុកម៉ែបងប្អូនបាទហើយនៅខេត្តពុកម៉ែបងប្អូនវិញបាទតម្លៃប៉ុន្មានហើយបាទឃើញមួយរយៈនេះបាទគឺមានតាមបណ្ដាញសង្គមបាទគឺឃើញថាឡើងហើយបាទតែនៅខាងខេត្តខ្ញុំនេះបាទមិនទាន់ឡើងទេពុកម៉ែបងប្អូនបាទគឺតម្លៃត្រឹមតែ550ទេពុកម៉ែបងប្អូនបាទតម្លៃ550នេះបាទគឺមិនចំណេញទេបាទសម្រាប់ប្រជាកសិករបាទធ្វើស្រូវបាទគឺច្រូតហើយបាទយកទៅលក់ហ្នឹងបាទទូទាត់ចុះឡើងបាទគឺត្រឹមតែមករួចថ្លៃម៉ាស៊ីនទេពុកម៉ែបងប្អូនបាទហើយបើមានស្រែខ្លះល្អទៅក៏រួចខ្លួនទៅបាទហើយស្រែខ្លះមិនល្អទៀតបាទគឺចប់ហើយពុកម៉ែបងប្អូនបាទគឺចូលដើមវិញទៀតផងបាទអញ្ចឹងឃើញថាឆ្នាំនេះបាទតម្លៃស្រូវបាទគឺធ្លាក់ចុះមែនតែនបាទសម្រាប់ប្រជាកសិករយើងបាទអញ្ចឹងខ្ញុំសង្ឃឹមថាបាទមួយរយៈក្រោយទៀតបាទសង្ឃឹមថាតម្លៃស្រូវបាទមិនធ្លាក់ចុះទៀតទេបាទនឹងឡើងវិញបាទព្រោះអីបើចុះទៀតបាទចប់ហើយបាទប្រជាកសិករយើងបាទនេះមើលទឹកមុខពួកគាត់ទៅបាទញញឹមមិនចង់ចេញទេបាទគឺឃើញថាដឹកស្រូវយកទៅទូទាត់លក់ហើយបាទគឺខាតតែម្ដងបាទគឺស្ដាយមែនតើពុកម៉ែបងប្អូនបាទនេះគឺជាស្រូវដែលច្រូតហើយមិញពុកម៉ែបងប្អូនបាទគឺស្រូវ3ហាត់កន្លះពុកម៉ែបងប្អូនបានស្រូវតែ70បេទេពុកម៉ែបងប្អូនអើយបាទចឹងឃើញថាមិនសូវជាផ្លែប្រមាណទេបាទគឺផ្លែដោយកន្លែងពុកម៉ែបងប្អូនបាទហើយពេលប្រមូលផលរួចបាទពេលដឹកដៀវហ្នឹងបាទក៏ពិបាកដែរបាទនៅខាងតំបន់ខ្ញុំបាទគឺផ្លូវហ្នឹងបាទនឹងមេឃអត់ទាន់ភ្លៀងពុកម៉ែបងប្អូនបាទតែល្ងាចតិចទៀតហ្នឹងបាទភ្លៀងបាទគឺពិបាកហើយបាទផ្លូវហ្នឹងបាទគឺល្អិលណាបាទនៅខាងស្រុកខ្ញុំណាពុកម៉ែបងប្អូនបាទដូចកន្លែងនេះអញ្ចឹងពុកម៉ែបងប្អូនបាទគឺលិចកង់ក្រោយតែម្ដងបាទហើយនេះគឺជាផ្លូវបាទដែលភ្លៀងរួចបាទ